សួស្តីអ្នកទាំងអស់គ្នាជាទីគោរពស្រឡាញ់រាប់អានបាទយើងជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូតម្រុយឆ្នោតយួនសម្រាប់គ្រូធំថ្ងៃទី7ខែ8ឆ្នាំ2026បងប្អូនពុកម៉ែមីមីលោកយាយតាទាំងអស់គ្នាសង្ឃឹមថាបងប្អូនទទួលបាននូវលាភសំណាងគ្រប់គ្នាសម្រាប់ថ្ងៃម្សិលមិញបាទចំពោះថ្ងៃទី7នេះខ្ញុំបានក៏បានធ្វើការសម្រិតសម្រាំងនៅតម្រុយលេខល្អជាពិសេសលេខតូចដើម្បីយកមកជួយការចែកជូនទៅកាន់បងប្អូនទាំងលេខឆ្នោតយួនថ្មីនិងឆ្នោតយួនចាស់ឲ្យបងប្អូនយកទៅធ្វើការផ្សងសំណាងអ្នកទាំងអស់គ្នាក៏កុំភ្លេចជួយចុចប៊ូតុង Subscribe និងចុចជាម្នាក់មួយបាទដើម្បីផ្ដល់នៅជាការកម្លាំងចិត្តដល់ខ្ញុំបាទដើម្បីចែកជូនបងប្អូនជារៀងរាល់ថ្ងៃនៅទៅឆ្នោតយួនបាទសម្រាប់ម៉ោង10កន្លះចំពោះថ្ងៃនេះបងប្អូនទាំងអស់គ្នាបាទសូមធ្វើការបងប្អូនធ្វើការអូសខ្ទង់30បាទនិងសូមធ្វើការមកខ្ទង់ទៀតអូសមកខ្ទង់ទៀតគឺយើងអូសខ្ទង់8បាទចំពោះលេខបូកប៉ុសសូមបងប្អូនធ្វើការបុក35 36ហើយចំណែកខ្ទង់8គឺយើងយក8គាត់88បាទ8គាត់និង88ចំណែកឯលេខតម្រុយសម្រាប់ម៉ោង1កន្លះឆ្នោតយួនថ្មីវិញបងប្អូនទាំងអស់គ្នាបាទយើងអូសខ្ទង់7ហើយនឹងសូមធ្វើការអូសខ្ទង់9ទៅបាទចំពោះខ្ទង់7នេះបងប្អូនសូមបូក71 74បុក ABCD ហើយចំណែកខ្ទង់9យើងយក97 98mớiធ្វើការត្រីផ្សងសំណាងសម្រាប់ម៉ោង1កន្លះផងដែរអញ្ចឹងយើងចូលទៅកាន់តម្រុយឆ្នោតយួនថ្មីពីម្ដងសម្រាប់ថ្ងៃទី7ខែ8បាទចំពោះឆ្នោតយួនថ្មីថ្ងៃនេះបងប្អូនទាំងអស់គ្នាបាទសម្រាប់លេខអូសបាទម៉ោង4កន្លះបាទអ្នកទាំងអស់គ្នាសូមអូសខ្ទង់5និងខ្ទង់60បាទចំពោះខ្ទង់5នេះយើងយក50គាត់51បាទហើយចំណែកខ្ទង់60យើងយក66 67បាទរីឯម៉ោង6កន្លះបងប្អូនអាចលេខពុក BCD បានសម្រាប់ឆ្នោតយួនចាស់បាទនៅម៉ោង6កន្លះគឺអ្នកទាំងអស់គ្នាសូមយកខ្ទង់20ខ្ទង់30បាទហើយចំពោះខ្ទង់30នេះសូមបងប្អូនពុកម៉ែមីមីបុក38 39ហើយចំណែកខ្ទង់20យើងយក20គាត់22បាទចឹងខ្ញុំបាទក៏មានតែប៉ុណ្ណឹងដើម្បីជែកជូនទៅកាន់បងប្អូនជូនពរសំណាងល្អទៅឆ្នោតទាំងអស់គ្នាសូមគោរពលា